បាន5កន្លែងនៅក្នុងប្រទេសឥណ្ឌូនេស៊ីអញ្ចឹងអ្នកទាំងអស់គ្នាចាំមើលថាខ្ញុំដើរលេងបានគ្រប់5កន្លែងឬអត់ហើយនេះគឺជាទីតាំងទី1ដែលខ្ញុំបានទៅឥឡូវនេះគឺយើងកំពុងតែនៅឆើចនៅក្នុងប្រទេសឥណ្ឌូនេស៊ីពិតជាធំខ្លាំងតែអ្នកទាំងអស់គ្នាមើលប៉ប៉ដានហើយអញ្ចឹងឥឡូវយើងដើរចូលក្នុងទៅមើលថាមានអីខ្លះពេលដែលខ្ញុំចូលដល់ខាងក្នុងខ្ញុំមានអារម្មណ៍ថាដូចនៅក្នុងរឿងកុនរបស់បរទេសហើយឆើចមួយនេះគឺចាប់ផ្ដើមកសាងឡើងតាំងពីឆ្នាំ1901ហើយគេមានកែកុនកែលម្អអញ្ចឹងណារហូតមកដល់សប្តាហ៍ថ្ងៃនេះគេកាតូលិកហើយនិងមូស្លីមគេនៅជិតគ្នាតែគេមូស្លីមធំខ្លាំងហើយនេះគឺជាទីតាំងទី2ដែលខ្ញុំបានទៅដែលនៅក្នុងទីក្រុងចាកាតាដូចគ្នាបាទឥឡូវនេះគឺយើងកំពុងតែនៅសារមន្ទីរជាតិដែលធំជាងគេនៅក្នុងប្រទេសឥណ្ឌូនេស៊ីខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាថានៅក្នុងសារមន្ទីរហ្នឹងគេមានអីខ្លះនិយាយទៅសារមន្ទីរមួយនេះគឺថាធំរបស់គេមែនហើយអ្វីដែលខ្ញុំចាប់អារម្មណ៍គឺថាវត្ថុបុរាណគេស្តៀងខ្មែរសូម្បីតែថ្មមួយនេះគឺស្តៀងសាលាចរិតរបស់ខ្មែរយើងដែរសារមន្ទីរគេនេះមិនថារបស់តូចធំគឺគេដាក់តាំងទាំងអស់ត្រង់ឆ្អឹងនេះធំណានេះស្នែងកបីដំរីអីនេះហើយថ្ងៃបន្ទាប់ទៀតខ្ញុំក៏ហោះទៅលេងនៅកោះបាលីម្ដងតែទីតាំងទី3ដែលយើងទៅនេះគឺមានឈ្មោះថាកោះនូសាផារីដានិយាយថាទឹកសមុទ្រគេនេះគឺថាខៀវខ្លាំងយកតែមែនទេហ្មងហើយពេលហ្នឹងខ្ញុំក៏បានថតរូបលេងបាន2-3ប៉ុស្តិ៍ផងដែរហើយសម្រាប់ទីតាំងទី4របស់យើងគឺមានឈ្មោះថា Broken Beach ល្អាងសមុទ្រនិយាយទៅកន្លែងហ្នឹងខ្ញុំមើលទៅស្តៀងល្អាងមែនតើខ្ញុំហៅល្អាងសមុទ្របណ្ដោយទៅទឹកសមុទ្រស្អាតខ្លាំងណាស់ឧទាហរណ៍ថាយើងមកបាលីថត pre wedding អីទៅមិនទេគឺថាទឹកសមុទ្ររបស់គេនេះខៀវស្អាតគ្រប់កន្លែងម្ដងវាមានថាកន្លែងណាដែលធ្លាក់សម្រស់ទឹកសមុទ្រសោះហើយចំណែកទីតាំងទី5វិញគឺជាឆ្នេរសមុទ្រប៉ុន្តែខ្ញុំអត់ប្រាប់អ្នកទាំងអស់គ្នាថាឈ្មោះអីគេទេអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាដឹងកុំភ្លេច comment នៅខាងក្រោមហើយបើថាអត់ដឹងក៏ comment នៅខាងក្រោមដូចគ្នា comment ថា I don't know ហើយការដើរលេងនៅឥណ្ឌូនេស៊ីនេះគឺខ្ញុំបានទៅតាមរយៈ AirAsia Cambodia ដែលខ្ញុំបានកក់សម្បត្តិតាមរយៈ AirAsia Move ជាមួយនឹងសម្បត្តិហោះហើរមានតម្លៃសមរម្យហើយបើថាបងប្អូនចង់អង្គុយឲ្យស្រួលខ្លួនកុំភ្លេចកក់ជាមួយនឹងកៅអីដែលនៅមុខគេដែលមានឈ្មោះថា Hot Seat ហើយបើថាបនចូលឆ្នាំខ្មែរខាងមុខនេះបងប្អូនមានកម្រងចង់ទៅលេងក្រៅប្រទេសអីកុំភ្លេចជាមួយនឹង AirAsia Cambodia ហើយមួយទៀតខ្ញុំចង់និយាយតាក់ទងនឹង Fly Through របស់ AirAsia Cambodia ដែលធ្វើឲ្យការធ្វើដំណើរនឹងតបជាប់ជើងហោះហើរកាន់តែមានភាពងាយស្រួលមានន័យថាបងប្អូនធ្វើការកក់តែមួយប៉ុន្តែជើងហោះហើរទាំងពីរនឹងតបជាប់គ្នាតែម្ដងដែលបងប្អូនមិនចាំបាច់ check in check out ហើយវ៉ាលីដែលបងប្អូនបានដាក់ check in ដំបូងហ្នឹងគឺគេ transfer ឲ្យទៅយន្តហោះមួយទៀតហើយយើងចាំទៅយកនៅគោលដៅចុងក្រោយតែម្ដងហើយការតបជាប់ជើងហោះហើរនេះគេក៏មានការធានាឲ្យយើងផងដែរហើយអ្វីដែលកាន់តែពិសេសបងប្អូនធ្វើការកក់ឥឡូវនេះនឹងទទួលបានការបញ្ចុះតម្លៃ 10% ដែលគ្រាន់តែប្រើប្រម៉ូទកូដមួយនេះដែល booking period គឺគិតចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី29ខែមីនាហើយបងប្អូនអាចចាប់ផ្ដើមការហោះហើរបានចាប់ពីថ្ងៃទី1មេសារហូតដល់ថ្ងៃទី30កញ្ញាហើយសម្រាប់បងប្អូនដែលចូលចិត្តដាក់វ៉ាលីធំធ្ងន់អីឥឡូវជាឱកាសល្អហើយដោយសារតែគេមានការបញ្ចុះតម្លៃ 15% ទៅលើការទិញទម្ងន់វ៉ាលីទៅគឺចំណេញលើគោកមកអ្នកទាំងអស់គ្នាគឺអាចដាក់វ៉ាលីបាន20គីឡូដាក់ carry on បាន7គីឡូហើយថែមទាំងមាន in-flight meal ទៀតអញ្ចឹងដំណើរកម្សាន្តយើងគឺចាប់តែប៉ុណ្្នឹងឯងអរគុណបាយបាយទិញទម្ងន់វ៉ាលីទៅគឺចំណេញលើគោកមកអ្នកទាំងអស់គ្នាគឺអាចដាក់វ៉ាលីបាន20គីឡូដាក់ carry on បាន7គីឡូហើយថែមទាំងមាន in-flight meal ទៀតអញ្ចឹងដំណើរកម្សាន្តយើងគឺចាប់តែប៉ុណ្្នឹងឯងអរគុណបាយបាយ